bạn chắcបន្ទាប់ពីសកម្មកម្មគាត់ធ្វើការ survey នៅជោគជ័យដើម្បីមើលលទ្ធផលរបស់ពួកគាត់លោកគ្រូអ្នកគ្រូត្រូវចូលមកកាន់កន្លែងបាច់ដែលមានsurvey ហ្នឹងហើយបន្តមកទៀតចុចទៅលើ trainee បាទអញ្ចឹងមុននេះគឺខ្ញុំធ្វើការ survey ហ្នឹងគឺចំនួនម្នាក់គឺឈ្មោះឈីមគីមហេងអញ្ចឹងខាងឆ្វេងឯនេះគឺជាព័ត៌មានដែលគាត់បានធ្វើការ survey ហើយខាងស្ដាំនេះគឺជាព័ត៌មាននៃសកម្មកម្មម្នាក់នោះអញ្ចឹងបើសិនជាគាត់មានច្រើនសកម្មកម្មដែលធ្វើ survey វានឹង leak នៅខាងក្រោមនោះបន្តទៀតហើយលោកគ្រូអ្នកគ្រូនៅពេលដែលចង់បានជា data ជា Excel លោកគ្រូអ្នកគ្រូចុចទៅលើប៊ូតុង Excel នេះហើយចុចទៅលើ Excel ពេលនោះវានឹង download ជា file Excel ដើម្បីឲ្យលោកគ្រូអ្នកគ្រូពិនិត្យមើល data ដែលមាននៅក្នុង survey មួយនោះ